សាលាដំបងរាជធានីភ្នំពេញបានច្រានចោលពាក្យបណ្ដឹងរបស់យុវជនម្នាក់ប្តឹងទៅលោកជួនសុវណ្ណជាស្នងការរាជធានីភ្នំពេញនិងលោករតស្រៀងមេបញ្ជាការរងរាជអាវុធហត្ថរាជធានីភ្នំពេញចាលោកសវណ្ណរដ្ឋារាយការណ៍ជូននៅព័ត៌មាននេះពិស្ដាយុវជននាងសុខុនដែលបានដាក់ពាក្យបណ្ដឹងក្នុងករណីដែលអាជ្ញាធរមានសមត្ថកិច្ចប្រើអំពើហិង្សានៅក្បែរស្ពានស្ទឹងមានជ័យបានសម្ដែងការខកចិត្តចំពោះសាលាដំបងរាជធានីភ្នំពេញមិនបានចាត់ការនៅបណ្ដឹងរបស់លោកដោយបង្វែរបណ្ដឹងនេះទៅអគ្គស្នងការនគរបាលជាតិវិញលោកនាងសុខុនបានឲ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថាលោកមិនសប្បាយចិត្តចំពោះចំណាត់ការរបស់តុលាការសាលាដំបងរាជធានីភ្នំពេញបានហៅឲ្យលោកទៅយកពាក្យបណ្ដឹងវិញតាមបញ្ជារបស់ព្រះរាជអាជ្ញារងលោកសុករឿនហើយបានណែនាំឲ្យលោកយកពាក្យបណ្ដឹងនេះទៅដាក់នៅអគ្គស្នងការដ្ឋាននគរបាលជាតិវិញលោកបញ្ជាក់ថាលោកសោកស្ដាយដែលតុលាការមិនបានចាត់ការពាក្យបណ្ដឹងនេះព្រោះលោកមានភស្តុតាងគ្រប់គ្រាន់ជារូបភាពនិងជាខ្សែវីដេអូតាក់ទងទៅនឹងអំពើហិង្សានៅស្ពានស្ទឹងមានជ័យខ្ញុំមានអារម្មណ៍មួយអត់សប្បាយចិត្តព្រោះអត់ពេញចិត្តអត់ទទួលយកនៅដំណាក់កាលរបស់តុលាការដែលបានរុញសំណុំរឿងរបស់ខ្ញុំទៅអគ្គស្នងការនគរបាលជាតិឲ្យជើងកិននោះបាទហើយនៅក្នុងនោះខ្ញុំមានភស្តុតាងជាច្រើនដែលបានដាក់បន្ទុកទៅលើគាត់ប៉ុន្តែនៅក្នុងនោះតុលាការមានល្បិចកលមួយចង់បំបត្តិឬមួយចង់កាត់សំណុំរឿងរបស់ខ្ញុំហ្នឹងមិនចាត់ការមិនមានដំណើរការទៅលើបុគ្គលទីរួមហ្នឹងបាទអ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូលោកអំសំអាតមានប្រសាសន៍ថាការបង្វិលពាក្យបណ្ដឹងទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិវាខុសទៅនឹងនីតិវិធីច្បាប់ដោយលោកបញ្យល់ថាក្នុងករណីចោទប្រកាន់បទល្មើសព្រហ្មទណ្ឌព្រះរាជអាជ្ញាមានតួនាទីក្នុងការស៊ើបអង្កេតដោយខ្លួនឯងផ្ទាល់ឬតាមរយៈមន្ត្រីនគរបាលដើម្បីធ្វើការចោទប្រកាន់ទៅតុលាការលោកថាករណីនេះអាចបង្វិលបានលុះត្រាតែមន្ត្រីនគរបាលដែលរងការចោទប្រកាន់នោះបានប្រព្រឹត្តល្មើសវិន័យឬបទបញ្ជារបស់ស្ថាប័ននៅក្នុងហេតុការណ៍ផ្ទុះអំពើហិង្សានៅក្បែរស្ពានស្ទឹងមានជ័យកាលពីថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2013ជនសង្ស័យ2នាក់ត្រូវបានតំណាងអัยការអមសាលាដំបងរាជធានីភ្នំពេញសម្រាប់ចោទប្រកាន់ជាផ្លូវការចំនួន4ករណីរួមមានបទបង្កការខូចខាតដោយចេតនាបទប្រមាថតាមមាត្រា502បទប្រឆាំងនឹងអ្នករាជការសាធារណៈតាមមាត្រា503និងបទស្ថានទម្ងន់ទោសប្រឆាំងនឹងរាជការតាមមាត្រា504នៃក្រមព្រហ្មទណ្ឌអគ្គស្នងការនគរបាលជាតិឲ្យដឹងថាកម្លាំងសមត្ថកិច្ចរងរបួសធ្ងន់និងស្រាលមានចំនួន47នាក់ស្លាប់ពលរដ្ឋម្នាក់របួសធ្ងន់ស្រាល9នាក់ខូចខាតរថយន្តចំនួន2គ្រឿងម៉ូតូ2គ្រឿងរបស់កម្លាំងសមត្ថកិច្ចដោយសារការដុតបំផ្លាញនិងធ្វើឲ្យបែកកញ្ចក់រថយន្តអគ្គិភ័យចំនួន2គ្រឿងដោយសារតែទង្វើហិង្សាមិនយកច្បាប់មកអនុវត្តនេះហើយទើបយុវជនដែលជាសមាជិកសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិលោកនាងសុខុនអាយុ25ឆ្នាំកាលពីថ្ងៃទី14ខែវិច្ឆិកាបានដាក់ពាក្យបណ្ដឹងទៅព្រះរាជអាជ្ញាអមសាលាដំបងរាជធានីភ្នំពេញដោយប្តឹងស្នងការនគរបាលរាជធានីភ្នំពេញលោកជួនសវណ្ណនិងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញលោករតស្រៀងពីបទឃាតកម្មប្រព្រឹត្តដោយមន្ត្រីរាជការសាធារណៈករណីប៉ះទង្គិចនៅស្ពានស្ទឹងមានជ័យពាក្យបណ្ដឹងរបស់លោកនាងសុខុនបានបង្ហាញថាលោកជួនសវណ្ណនិងលោករតស្រៀងបានបញ្ជាឲ្យកងកម្លាំងសមត្ថកិច្ចបាញ់សម្លាប់កម្មករនិងពលរដ្ឋស្លូតត្រង់ដែលធ្វើឲ្យរូបលោករងរបួសនិងស្ត្រីឈ្មោះអេងសុខុមបានស្លាប់ព្រមទាំងព្រះសង្ឃនិងយុវជនត្រូវរងរបួសជាច្រើនអ្នកនៅមុខវត្តស្ទឹងមានជ័យការមិនទទួលយកពាក្យបណ្ដឹងរបស់យុវជននាងសុខុនមកចាត់ការទៅតាមផ្លូវច្បាប់បានបង្ហាញឲ្យកាន់តែឃើញច្បាស់ថានីតិរដ្ឋភាពឬភាពរួចទោសនៅតែកើតមាននៅកម្ពុជានៅពេលដែលអ្នកមានអំណាចអ្នកមានលុយនិងបុគ្គលដែលមានខ្សែស្រឡាយជាអ្នកកាន់អំណាចដែលបានប្រព្រឹត្តខុសហើយមិនត្រូវបានតុលាការយកមកកាត់ក្តីបានខ្ញុំសវណ្ណរិទ្ធីវិទ្យុខ្មែរប៉ុស្តិ៍ KPR ធ្វើសេចក្តីរាយការណ៍ពីទីក្រុងភ្នំ